และការជឿចាប់ចរន្តឆ្នាំទូរឿងជាមួយឪពុកលើកនេះទេពិសិដ្ឋដាច់ចិត្តទម្លាយទាំងអួលដាំកពីភាពប្រកម្មរកូសក្នុងគ្រួសារធ្វើឲ្យម្ដាយនាំកូនចុះចេញពីផ្ទះទាំងបាត់ដៃទៅទេចាជាការពិតណាអ្នកគ្រប់គ្រងតារាចម្រៀងរ៉េបទេពិសិដ្ឋច្បាស់ជាបានជ្រាបមកហើយនៅរឿងរ៉ាវកំពុងផ្ទុះរយៈពេលប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីឪពុករបស់លោកបានបង្ហោះសំណេរប្រកាសកាត់កាល់លោកចោលចាក្នុងនោះដែរក្រោយឪពុករបស់តារាចម្រៀងរ៉េបទេពិសិដ្ឋបានចេញមកប្រកាសបែបនេះអ្នកម្ដាយរបស់លោកក៏បានចេញមកទម្លាយពីរឿងជីវិតគ្រួសារដូចគ្នាខណៈមកដល់ពេលនេះឪពុកម្ដាយលោកទេពិសិដ្ឋក៏បានបែកបាក់គ្នាយូរឆ្នាំហើយដែរចាយ៉ាងណាមិញក្រោយផ្ទុះការចែករំលែកពីរឿងឯកជនរបស់លោកទេពិសិដ្ឋហើយនោះចានៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នេះតារាចម្រៀងរ៉េបរូបនេះចាក៏ចេញមកបង្ហោះសំណេរចាងវែងអន្លាយដូចជាប៉ារ៉ូលចម្រៀងដែលរៀបរាប់ពីជីវិតដ៏ឈឺចាប់មុនពេលឪពុកម្ដាយបែកបាក់គ្នានិងរឿងរ៉ាវពីក្រោយជាច្រើនចាសំណេរនោះទេពិសិដ្ឋបានរៀបរាប់ថាប៉ាខ្ញុំមកភ្នំពេញមកធ្វើការប៉ាថាខ្ញុំរត់ចោលស្រុកប្រាក់ពៀនបានមកខ្ញុំដកទៅទិញសម្ភារៈធ្វើការព្រោះគ្មានអ្នកណាជួយតែប៉ាផ្លិចហើយឬផ្ទះថ្មីប៉ាធ្វើតាមពិតទៅគ្មានបន្ទប់ខ្ញុំទេម៉ាក់លួងប៉ារាល់ខែទៅប៉ាធ្វើឲ្យខ្ញុំមិនដឹងប៉ាបានប្រាប់អូនប្អូនឲ្យឈប់ហៅឈ្មោះខ្ញុំឈឺចាប់ដេកជុំរាល់យប់ប៉ាដឹងអត់ថាម៉ាក់មិនចង់ចាក់ចេញទេតែទ្រាំមើលប៉ាវាយកូនមិនបានទើបម៉ាក់ចាក់ចេញខ្ញុំមិនដឹងថាប៉ាដៃធ្ងន់ប៉ាខ្ញុំមិនអីទេតែប្អូននៅតូចប៉ាក៏គួរណាតែលើកលែងប៉ាដែលមានពេលអង្គុយគិតពីរឿងនឹងអត់ខ្ញុំជាកូនដែលជ្រើសរើសនៅខាងប៉ាពេលដែលគ្រួសារបែកបាក់គ្នាដំបូងតែក្នុងចិត្តប៉ាចង់គំនុំមិនដោះលែងចឹងហើយបានរឿងរ៉ាវវែងឆ្ងាយចឹងកូនសប្បាយនឹងទីក្រុងកូនមិនសប្បាយនឹងទីក្រុងទេគ្រាន់តែការងារកូនមើលទៅដូចសប្បាយខ្ញុំជាកូនទៅលេងប៉ារហូតពូប៉ាប្រាប់ម៉ាក់ថាកុំអោយអាចឆ្កែនេះជន់ផ្ទះអញទៀតក៏ដោយប៉ានិយាយឲ្យស្រួលទៅឆាតក៏ខ្ញុំឆាតទៅប៉ាខលក៏ខ្ញុំខលទៅប៉ាហើយក៏ជីកទៅលេងប៉ាហើយក៏សុំឲ្យប៉ាភ្លេចលឿនម្លេះប៉ាសួរតែអ្នកចិត្តខាងក៏គេដឹងដែរប៉ាដឹងអត់ខ្ញុំមិនដែលត្រូវការនឹងទាមទារលុយប៉ាឬក៏ចង់បានលុយប៉ាម្ដងណាទេតែប៉ាទៅជាធ្វើបែបនេះខ្ញុំមិនដែលជឿទេគ្រប់ពេលដែលប៉ាជួបមុខខ្ញុំនៅក្រៅប៉ាហៅខ្ញុំកូនពេញមាត់ខ្ញុំសប្បាយចិត្តណាស់តែខ្ញុំចេញពីផ្ទះមិនបានប៉ុន្មានថ្ងៃផងប៉ាខលទៅម៉ាក់ហៅខ្ញុំអាចឆ្កែម៉ាក់ដើរចេញពីផ្ទះមិនយកលុយតាមខ្លួនសូម្បី1រៀលខ្លួនជាស្រីគ្មានលុយណាមកចិញ្ចឹមកូនខំណាស់ទម្រាំបាន5000រៀល10000រៀលហើយត្រូវបាញ់ឲ្យខ្ញុំទៀតព្រោះពេលនោះខ្ញុំកំពុងដេញចាប់ក្តីស្រមៃបើប៉ាគិតមើលឲ្យវែងឆ្ងាយម្លេះណាប៉ានិយាយជាមួយខ្ញុំនិងម៉ាក់ផ្ទាល់មុខគ្នាហើយចារឿងខ្លះប៉ាគិតតែម្នាក់ឯងស្រមៃម្នាក់ឯងរហូតដល់ថ្នាក់គិតថាការស្រមើស្រមៃមួយនឹងជាការពិតខ្ញុំមិនដែលតបតព្រោះខ្ញុំស្រឡាញ់ប៉ាតែខ្ញុំក៏មិនអាចឈរមើលប៉ាថាឲ្យម៉ាក់បែបនឹងដែរប៉ាវាយពួកខ្ញុំដើម្បីឲ្យអស់ចិត្តខ្លួនឯងប៉ាធ្វើចោះតែពួកខ្ញុំព្រមចាញ់ព្រោះដើម្បីតែមនុស្សខ្លួនស្រឡាញ់មកដល់ពេលនេះក៏កូននៅតែស្រឡាញ់ប៉ានឹករលឹកប៉ានឹងដឹងគុណប៉ាមិនដែលស្អប់ប៉ាម្ដងណាទេកូនរួចរាល់ការងារពេលណាកូននឹងទៅលេងប៉ាម្ដងទៀតហើយក៏សុំទោសអ្នកគ្រប់គ្នាក៏ដូចអ្នកគាំទ្រខ្ញុំទាំងអស់ដែលធ្វើឲ្យមិនសប្បាយចិត្ត